nơiឆ្នាំនេះគឺឆ្នាំ2025ឥឡូវនេះយើងដឹងហើយព័ត៌មានថ្មីវាមិនមែនជាព្រះមេស៊ីរបស់យើងទេព្រះមេស៊ីរបស់យើងបានយាងមករួចហើយទ្រង់បានសគត់នៅលើឈើឆ្កាងសម្រាប់អំពើបាបរបស់យើងហើយទ្រង់បានមានព្រះជន្មរស់ឡើងវិញហើយទ្រង់នឹងយាងមកវិញប៉ុន្តែពួកគេកំពុងស្វែងរកនរណាម្នាក់ដែលពួកគេហៅថាម៉ាស៊ីអាចពួកគេក៏កំពុងរងចាំនរណាម្នាក់ដែរដូចយើងដែរដូច្នេះតើវាជានរណាហើយតើពួកគេបានកញ្ញាការបរិច្ឆេទនេះយ៉ាងដូចម្តេចតើពួកគេដឹងដោយរបៀបណាថាមានអ្វីកើតឡើងដូច្នេះខ្ញុំធ្លាប់ធ្វើការឲ្យវត្តអារាមជ្វីសមួយដោយដែលខ្ញុំបានលើកឡើងនៅក្នុងវីដេអូមុនប៉ុន្តែខ្ញុំក៏បានធ្វើការឲ្យគូស្វាមីភរិយាជ្វីសមួយគូសម្រាប់អាជីវកម្មរបស់ពួកគេផងដែរហើយខ្ញុំបានជួយផ្សះផ្សាសៀវភៅសែករបស់ពួកគេហើយរឿងមួយដែលអ្នកត្រូវដឹងហើយខ្ញុំប្រកាសថាអ្នកប្រហែលជាដឹងគឺថាបងប្អូនប្រុសស្រីរបស់យើងដែលជាមិត្តភក្តិជនជាតិយូដារបស់យើងពួកគេមានភាពហ្មត់ចត់ពួកគេមានចេតនាខ្ពស់ហើយពួកគេមានការគិតគូរយ៉ាងល្អតើអ្នកដឹងទេថាអ្នកណាទៀតព្រះវរបិតារបស់យើងព្រះវរបិតារបស់យើងមានចេតនានិងគិតគូរយ៉ាងល្អិតល្អន់ក្នុងគ្រប់កិច្ចការទាំងអស់ដែលទ្រង់ធ្វើដូច្នេះប្រសិនបើយើងចង់ដឹងថាពួកគេកំពុងស្វែងរកអ្នកណានិងរបៀបដែលពួកគេបានកញ្ញាលើកនេះនោះយើងត្រូវងាកទៅរកព្រះគម្ពីរដូច្នេះខ្ញុំនឹងបង្ហាញអ្នកពីរឿងមួយចំនួននេះជាការប្រើគម្ពីរ Kiev ដែលខ្ញុំទុកចិត្តហើយខ្ញុំក៏នឹងប្រើសៀវភៅ Count Up របស់ Lucas John the Baptist ផងដែរហើយខ្ញុំក៏កំពុងគូរពី Channel YouTube The New Man Church ផងដែរខ្ញុំនឹងភ្ជាប់ទាំងអស់នេះនៅខាងក្រោមដើម្បីឲ្យអ្នកអាចស្វែងរកវាបានវីដេអូ Channel YouTube វែងពេកខ្ញុំមិនអាចបង្ហោះវាឡើងវិញនៅទីនេះជាផ្នែកបានទេដូច្នេះខ្ញុំមិនអាចរកវិធីធ្វើវាបានទេដូច្នេះខ្ញុំយកចំណុចសំខាន់នេះមានសារៈសំខាន់ខ្លាំងណាស់ដើម្បីឲ្យយើងអាចកំណត់បានថាតើយើងកំពុងមើលពេលវេលាអ្វីដូច្នេះយើងមិនត្រូវភ្លេចរឿងមួយនេះទេមុនពេលយើងឈានទៅមុខគឺថានៅចំពោះព្រះអម្ចាស់មួយថ្ងៃគឺដូចជា1000ឆ្នាំហើយ1000ឆ្នាំគឺដូចជាមួយថ្ងៃហើយនេះគឺជាកូនសោសំខាន់មួយដើម្បីដោះសោអាតកំបាំងនៃប្រតិទិន7,000 ឆ្នាំរបស់ព្រះអនុញ្ញាតឲ្យខ្ញុំបង្វែរទូរស័ព្ទនេះដើម្បីបង្ហាញអ្នកខ្លះដូច្នេះមុនពេលយើងពិនិត្យមើលពេលវេលារបស់ព្រះខ្ញុំចង់ឲ្យអ្នកមើលបទគម្ពីរមួយទៀតជាមួយខ្ញុំដែលមាននៅក្នុងអេសាយ45ក្តប់យល់ព្រមទេហើយនោះហើយជាខ្ញុំប្រកាសពីទីបញ្ចប់តាំងពីដើមដំបូងនិងសម័យបុរាណតាំងពីអ្វីដែលនឹងមកដល់ខ្ញុំនិយាយថាគោលបំណងរបស់ខ្ញុំនឹងនៅស្ថិតស្ថេរហើយខ្ញុំនឹងសម្រេចសេចក្តីរីករាយទាំងអស់របស់ខ្ញុំដូច្នេះប្រសិនបើគាត់និយាយថាខ្ញុំប្រកាសពីទីបញ្ចប់តាំងពីដើមដំបូងមកចូលយើងបន្តទៅដើមដំបូងវិញដូច្នេះយើងកំពុងសម្លឹងមើលទៅ Genesis ទាំងស្រុងនៅក្នុងជំពូកដំបូងនៃសៀវភៅលោកុបត្តិយើងឃើញមានកំណត់ហេតុនៃការបង្កើតរយៈពេល7ថ្ងៃដូច្នេះមានថ្ងៃធ្វើការចំនួន6ថ្ងៃហើយថ្ងៃទី7ជាថ្ងៃឈប់សម្រាកឥឡូវនេះនៅក្នុងព្រះគម្ពីររបស់យើងត្រូវបានប្រាប់ថានេះគឺជារជ្ជកាលសហវត្តដូច្នេះ1000ឆ្នាំមិនអីទេហើយយើងក៏ចាំថាមួយថ្ងៃគឺដូចជា1000ឆ្នាំដែរយល់ទេដូច្នេះប្រសិនបើយើងក្រឡេកមើលឆ្នាំទី1អាដាមបានមកទីនេះហើយបន្ទាប់មកអាប់រ៉ាហាំបានមកពី000ឆ្នាំក្រោយមកព្រះវិហារបានកើតមកពី000ឆ្នាំបន្ទាប់ពីនោះដែលជាពេលដែលព្រះយេស៊ូវបានសោយទីវង្គតគឺនៅត្រង់ពេលវេលានេះហើយបន្ទាប់មកតើវាសមហេតុផលទេប្រសិនបើព្រះអម្ចាស់មានភាពហ្មត់ចត់ក្នុងការរៀបចំផែនការនោះវាមិនសមហេតុផលទេដែលយើងនឹងមានពេលពី000ឆ្នាំទៀតដូច្នេះតើនឹងដាក់យើងនៅទីនេះនៅឯណាយល់ព្រមតើវាមិនគួរឲ្យរំភើបទេដូច្នេះយើងជឿជាក់ថាព្រះវិហារនេះបានកើតនៅប្រហែលឆ្នាំ33ឬ32នៃប្រសិនបើយើងបន្ថែមពី000ឆ្នាំទៅវាយើងនឹងទទួលបានឥតមើលនេះអ្នកទាំងអស់គ្នា2033យល់ព្រមដូច្នេះតើអ្នកឃើញទេថាហេតុអ្វីបានជាមនុស្សកំពុងរំភើបដូច្នេះខ្ញុំមិនអះអាងថាដឹងថ្ងៃឬម៉ោងពិតប្រាកដនោះទេប៉ុន្តែព្រះអម្ចាស់យេស៊ូវបានមានបន្ទូលប្រាប់យើងអំពីទីសម្គាល់នៃការយាងមករបស់ទ្រង់ដូច្នេះប៉ូលក៏និយាយរឿងនេះបន្ថែមទៀតអំពីការវិលត្រឡប់របស់លោកនៅក្នុង1ថៃសាឡូនីក5ជំពូកទី1ដល់5ប៉ុន្តែបងប្អូនឲ្យចំពោះពេលវេលានិងរដូវកាលវិញអ្នករាល់គ្នាមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេត្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថាថ្ងៃនៃព្រះអម្ចាស់នឹងមកដូចជាចោលមកនៅពេលយប់ត្បិតកាលណាគេនិយាយថាសន្តិភាពនិងសុវត្ថិភាពមានពាក្យពីរនោះហើយបន្ទាប់មកសេចក្តីវិនាសនឹងមកដល់ពួកគេភ្លាមដូចជាការជិះចាប់ពេលសម្រាលកូនលើស្ត្រីមានផ្ទៃពោះហើយពួកគេនឹងមិនអាចគេចផុតបានឡើយប៉ុន្តែបងប្អូនឲ្យអ្នករាល់គ្នាមិនស្ថិតនៅក្នុងភាពងឹតទេដូច្នេះថ្ងៃនេះនឹងមកដល់អ្នករាល់គ្នាឡើយអ្នកទាំងអស់គ្នាជាកូននៃពន្លឺនិងកូននៃថ្ងៃ
យើងមិនមែនជារបស់យប់ឬរបស់ភាពងឹតទេយើងគួរតែដឹងថាថ្ងៃរបស់គាត់ជិតមកដល់ហើយដូច្នេះប្រសិនបើពួកគេអាចមើលឃើញវាយើងក៏គួរតែឃើញវាដែរដូច្នេះបទគម្ពីរថៃសាឡូនីកទី1ដែលប្រាប់យើងអំពីដើមកាលដូច្នេះខ្ញុំនឹងបង្ហាញអ្នកនៅអ្វីដែលពិតជាលយមែនតើយើងរៀនអំពីដើមនៅឯណាយើងនឹងត្រឡប់ទៅព្រះគម្ពីរវិញហើយយើងនឹងពិនិត្យមើលសៀវភៅសាស្ត្រាដែលប្រាប់យើងអំពីដើមកាលសូមមើលនៅក្នុងជំពូកទី3ដូច្នេះសុភាពបរោះមកពី Channel YouTube របស់ព្រះវិហារ Newman បានធ្វើការងារទាំងអស់នេះសម្រាប់ខ្ញុំវាពិតជាមិនគួរឲ្យជឿអ្នកអាចថតរូបអេក្រង់ឬអ្នកអាចចូលទៅកាន់ Channel YouTube របស់គាត់ដើម្បីមើលវាដោយខ្លួនឯងដូច្នេះយើងដឹងថាសាស្តា3ប្រាប់យើងថាមានពេលសម្រាប់អ្វីទាំងអស់អ្នកឃើញរដូវកាលទាំងអស់ដែលគាត់បានកត់ត្រាទុកយ៉ាងសប្បុរសនិងយ៉ាងល្អិតល្អន់មានពេលកើតនិងពេលស្លាប់យើងរំកិលចុះក្រោមទាំងស្រុងហើយតើអ្នកដឹងទេថាមានគម្ពីរប៉ុន្មានត្រូវបានលើកឡើងតើមានរដូវប៉ុន្មានដែលត្រូវបានលើកឡើង28ដូច្នេះជនជាតិយូដាជឿថាយើងកំពុងស្ថិតនៅក្នុងរដូវសង្គ្រាមឥឡូវនេះដែលជាការពិតដូច្នេះពួកគេគិតថាឆ្នាំនេះយើងហៀបនឹងចូលទៅក្នុងពេលវេលានៃសន្តិភាពរដូវកាលនៃសន្តិភាពហើយពួកគេនិយាយត្រូវអំពីរឿងនោះប៉ុន្តែពួកគេខុសបន្តិចបន្តួចប៉ុណ្ណោះខ្ញុំមិនដឹងទេយើងនៅតែមានសង្គ្រាមប្រហែល7ឆ្នាំមុនពេលយើងឈានដល់រឿងនេះហើយអ្នកនឹងឃើញអ្វីដែលខ្ញុំចង់មាននៅក្នុងរយៈពេល1នាទីប៉ុន្តែគាត់ពិតជាល្អណាស់ក្នុងការរៀបរាប់លម្អិតអំពីដើមកាលទាំង28នេះនៅទីនេះហើយឥឡូវនេះខ្ញុំនឹងធ្វើការកញ្ញាមួយចំនួនដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលដូច្នេះយើងត្រឡប់ទៅបន្ទាត់ពេលវេលារបស់យើងវិញចូលចាំថាពួកយូដាជឿថាយើងស្ថិតនៅក្នុងរដូវសង្គ្រាមដែលយើងកំពុងតែស្ថិតនៅក្នុងនោះពួកគេយល់ត្រូវប៉ុន្តែយើងនៅសល់សង្គ្រាមពី3ឆ្នាំទៀតដើម្បីឈានដល់សន្តិភាពដូច្នេះហើយពួកគេខុសបន្តិចបន្តួចនៅត្រង់ហ្នឹងពេលវេលាគឺសំខាន់ណាស់នោះហើយជាមូលហេតុដែលយើងកំពុងនិយាយអំពីសាស្ត្រាអ្វីទាំងអស់សុទ្ធតែសំខាន់រដូវទាំងអស់សុទ្ធតែសំខាន់បទពិសោធន៍ទាំងអស់ដែលបានរៀបបញ្ជីនៅក្នុងគម្ពីរទាំងនោះគឺសំរុំនៅពេលវេលាជាក់លាក់អាថ៌កំបាំងនៃសន្តិភាពជាមួយព្រះគឺការស្វែងយល់ទទួលយកនិងកោតសរសើរចំពោះពេលវេលាដ៏ល្អឥតខ្ចោះរបស់ព្រះហើយពួកគេបដិសេធសៀវភៅដែលនៅសល់របស់យើងដែលមានន័យថាពួកគេបដិសេធអ្នកនិពន្ធសៀវភៅនោះដូច្នេះចូលយើងពិនិត្យមើលប្រតិទិន5,000 ឆ្នាំរបស់យើងម្ដងទៀតនេះជាការសំខាន់ដែលត្រូវកត់សម្គាល់ប្រតិទិនរបស់យើងប្រតិទិនដែលអ្នកទិញពីហាងពួកវាលែងត្រឹមត្រូវទៀតហើយអ្នកប្រហែលជាធ្លាប់បានឮរឿងនេះពីមុនមកគិតត្រឹមថ្ងៃនេះទី14 ខែសីហាឆ្នាំ2000